ត្រណងដីខ្មែរត្រង់ស្រាចំការបាទសូមជម្រាបសួរលោកពូណាមីលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីកោះជើងចាស់និងជាអ្នកស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រផងបាទវិលមកជួបបងប្អូនលោកពូណាមីសាជាថ្មីទៀតហើយក្នុងឱកាសនេះខ្ញុំបាទក៏បាននាំយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សែនជក់ចិត្តដែលខ្ញុំបានបង្ហាញជូនមួយឃ្លីបវីដេអូរួចហើយនោះគឺតាក់ទងទៅនឹងរឿងហេតុអ្វីបានជាលោកសេនាប្រមុខលន់នល់នៃអង្គម្ចាស់ស៊ីសវត្តសេរីមតៈលោកជេងហេងអ៊ិនតាំនាំគ្នាឬក៏មូលគំនិតគ្នាធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃ18ខែមីនាឆ្នាំ1970នេះគឺជាវគ្គ2ឲ្យយើងស្ដាប់ទៅជក់ចិត្តមែនទែនក្រៅពីបានស្ដាប់នៅរឿងរ៉ាវប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាបានដឹងស្រពេចស្រពិលឮតាមគេថាឬក៏ដឹងពីនេះពីនោះមិនច្បាស់លាស់ឥឡូវយើងនឹងបានស្ដាប់រឿងរ៉ាវច្បាស់លាស់ប្រកាសប្រជាដែលគេបានសរសេរជាសៀវភៅប្រវត្តិសាស្ត្រតែម្ដងគឺយើងស្ដាប់ជក់ចិត្តហើយគឺបានទទួលនៅចំណេះដឹងដែលយើងមិនធ្លាប់បានដឹងទៀតផងអញ្ចឹងតោះឥឡូវយើងស្ដាប់វគ្គ2ទាំងអស់គ្នាថាតើហេតុអ្វីបានជាលោកសេនាប្រមុខលន់នល់ហើយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលជាអតីតមន្ត្រីរបស់សម្ដេចឪព្រះបាទនរោត្តមសីហនុក្នុងរបបសង្គមរាស្ត្រនិយមដែលព្រះមហាក្សត្រសម្ដេចឪជាអ្នកតែងតាំងផ្ទាល់បែរជានាំគ្នាធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីរាជបល្ល័ង្កនៅថ្ងៃ18ខែមីនាឆ្នាំ1970នោះទៅវិញហើយរឿងរ៉ាវទាំងអស់នេះគឺយើងបានដកស្រង់ចេញពីសៀវភៅការរំលឹកពីរដ្ឋប្រហារថ្ងៃ18ខែមីនាឆ្នាំ1970ហេតុអ្វីបានជាលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុអញ្ចឹងតោះឥឡូវយើងស្ដាប់វគ្គ2ទាំងអស់គ្នាតាមរយៈការរៀបរាប់អត្ថាធិប្បាយរបស់ប្អូនស្រីមនីដួងចិត្តដូចតទៅចំណេះដឹងទូទៅសូមជូនកម្ពុជាការរំលឹកពីរដ្ឋប្រហារថ្ងៃទី18មិនិនាឆ្នាំ1970រៀបរៀងដោយនុតឈឿមភាគទី2នៅភ្នំពេញលោកឧត្តមសេនីយ៍ លន់ នល់បានជ្រាបច្បាស់ពីគម្រោងការរបស់ប្អូនប្រុសលោកដែលបានតែងតាំងនីតិហ៊ានពីររូបសម្រាប់ចាប់សម្ដេចព្រះប្រមុខរដ្ឋនៅពេលដែលស្ដេចយាងចុះពីព្រះទីនាំងយន្តហោះរួចបញ្ចូលទៅក្នុងរថយន្តដើម្បីធ្វើឃាតព្រះអង្គនៅឯបរិបូកូថ្ងៃមួយនីតិហ៊ានទាំងពីររូបនេះក៏បានជួបគ្នានៅភោជនីយដ្ឋានមួយនីតិហ៊ានម្នាក់នោះបាននិយាយទៅកាន់នីតិហ៊ានម្នាក់ទៀតថាខ្ញុំដូចជាមិនអាចធ្វើបានតាមបញ្ជាឧត្តមសេនីយ៍ លន់ នល់បានទេហើយខ្ញុំក៏មិនអាចធ្វើឃាតសម្ដេចព្រះប្រមុខរដ្ឋជាដាច់ខាតនីតិហ៊ាននោះបានសួរនាំទាហានមួយទៀតដែលជាដៃគូថាតើចំណែកឯងគិតយ៉ាងណាដែរនីតិហ៊ាននោះក៏បានឆ្លើយតបវិញថាខ្ញុំជាទាហានត្រូវតែស្ដាប់បញ្ជាគឺថាគេឲ្យធ្វើយ៉ាងណាខ្ញុំត្រូវតែធ្វើយ៉ាងនោះឥតប្រកែកឡើយការជជែកគ្នានឹងបរិភោគអាហាររួចនីតិហ៊ានទាំងពីរនាក់ក៏លាគ្នាទៅកាន់ទីកន្លែងរៀងៗខ្លួនវិញនៅពេលយប់ដដែលនោះអ្នកយកការរបស់យើងបានទទួលព័ត៌មានថានីតិហ៊ានដែលមិនព្រមទទួលបញ្ជាឲ្យធ្វើគុតសម្ដេចព្រះប្រមុខរដ្ឋបានត្រូវគេសម្លាប់បាត់ទៅហើយចាប់តាំងពីដឹងដំណឹងថាសម្ដេចព្រះប្រមុខរដ្ឋស្ដេចយាងចេញពីប្រទេសបារាំងនៅថ្ងៃទី12ខែមិនិនានោះមកឯកឧត្តម លន់ នល់បានតាមដានសម្ដេចព្រះប្រមុខរដ្ឋជារៀងរាល់ថ្ងៃហើយក៏ទទួលដំណឹងថាសម្ដេចព្រះប្រមុខរដ្ឋនឹងបញ្ចប់ព្រះរាជទស្សនកិច្ចនៅសហភាពសូវៀតនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970ពួកចង់ធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ តូ លន់ នល់បាននាំគ្នាទៅជួបឯកឧត្តម លន់ នល់ម្ដងទៀតដើម្បីសាកសួរពេលវេលាដែលត្រូវធ្វើរដ្ឋប្រហារឯកឧត្តម លន់ នល់ក៏បានឆ្លើយតបវិញថាថ្ងៃទី18មិនិនាឆ្នាំ1970ជាថ្ងៃល្អដែលខ្ញុំសម្រេចថានឹងធ្វើរដ្ឋប្រហារពេលនោះប្អូនប្រុសរបស់លោកមិនសូវសប្បាយចិត្តទេដែលហេតុថ្ងៃទី18មិនិនានោះសម្ដេចគង់នៅឯបរទេសនៅឡើយម្ដេចក៏មិនចាំស្ដេចយាងមកដល់ភ្នំពេញសិនសឹមប្រកាសធ្វើរដ្ឋប្រហារឧត្តមសេនីយ៍ លន់ នល់បញ្ជាក់ម្ដងទៀតថាខ្ញុំបានឲ្យហោរាទស្សន៍ទាយថាថ្ងៃ18មិនិនាជាថ្ងៃល្អណាស់ធ្វើអ្វីក៏បានជោគជ័យដែរតាមពិតឧត្តមសេនីយ៍ លន់ នល់បានបែងចែកគំនិតជាពីរចំណែកគឺចំណែកទី1គឺគោរពតាមបណ្ដាំភរិយាដែលសុំកុំធ្វើអ្វីប៉ះពាល់ដល់សម្ដេចព្រះប្រមុខរដ្ឋនិយាយឲ្យខ្លីទៅគឺលោកមិនចង់ឲ្យប្អូនប្រុសរបស់លោកធ្វើគុតសម្ដេចព្រះប្រមុខរដ្ឋតតែសោះឯចំណែកទី2គឺលោកត្រូវតែធ្វើតាមបំណងប្អូនប្រុសរបស់លោកដែលបានរៀបចំរដ្ឋប្រហារនេះរួចអស់ហើយព្រោះបើលោកមិនព្រមធ្វើតាមវានោះទេវាប្រកាសជាសម្លាប់លោកដោយពាក្យវាគំរាមកំហែងឲ្យដឹងជាមុនស្រាប់នៅឯក្រុងមូស្គូគេបានដឹងច្បាស់ពីរដ្ឋប្រហារភ្នំពេញនៅថ្ងៃទី18មិនិនាឆ្នាំ1970តាមភ្នាក់ងារព័ត៌មានបរទេសក៏ប៉ុន្តែគេបានលាក់រឿងនេះមិនថ្វាយសម្ដេចជ្រាបភ្លាមទេដោយខ្លាចព្រះអង្គស្ដេចគង់ជាប់នៅសហភាពសូវៀតជារៀងរហូតលុះដល់ស្ដេចយាងចូលដល់ព្រះទីនាំងយន្តហោះដែលត្រូវបន្តដំណើរមកកាន់ក្រុងប៉េកាំងដែលព្រះអង្គត្រូវបំពេញព្រះទស្សនកិច្ចជាផ្លូវការរដ្ឋទើបលោកកូស៊ីសិនជារដ្ឋមន្ត្រីការបរទេសសូវៀត
បានថ្វាយទូរលេខរបស់ទីភ្នាក់ងារព័ត៌មានបរទេសដើម្បីសូមព្រះអង្គទ្រង់បានជ្រាបពីរដ្ឋប្រហារនៅភ្នំពេញពេលទទួលព័ត៌មានអាក្រក់នេះភ្លាមព្រះអង្គហាក់ដូចជាស្លុតព្រះទ័យមួយផ្លែតដែរតែព្រះអង្គមិនមានព្រះរាជបន្ទូលអ្វីទាំងអស់ឥឡូវនេះយើងត្រឡប់មកភ្នំពេញវិញម្ដងមួយអាទិត្យមុនរដ្ឋប្រហារស្ថានទូតចិនប្រជាមានិតប្រចាំក្រុងភ្នំពេញបានដឹងច្បាស់ថានឹងមានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុពិតប្រាកដណាស់រដ្ឋបាលក្រុងប៉េកាំងក៏បានចាត់លោកកងម៉ៅចៅជាឯកអគ្គរដ្ឋទូតឲ្យទៅសុំសវនាការលោកលន់នល់ជានាយករដ្ឋមន្ត្រីតែលោកលន់នល់ប្រកែកមិនព្រមទទួលដោយចាត់ឲ្យទ្រង់សេរីមតៈទទួលជួបសវនាការជាមួយនឹងទូតប៉េកាំងលោកបានជួបទ្រង់សេរីមតៈភ្លាមលោកកងម៉ៅចៅបាននិយាយទៅកាន់ព្រះអង្គម្ចាស់សេរីមតៈថាយើងបានដឹងច្បាស់ថាបន្តិចទៀតនឹងមានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុពីព្រះប្រមុខរដ្ឋប្រទេសចិនប្រជាមានិតមិនកាន់ខាងសម្ដេចសីហនុទេប្រសិនបើរដ្ឋាភិបាលថ្មីដែលចេញពីរដ្ឋប្រហារនៅតែប្រកាន់ខ្ជាប់ខ្ជួននៅនយោបាយសម្ដេចសីហនុដែលព្រះអង្គបានគាំទ្រចលនារណសិរ្សវៀតណាមហៅថាជាកងប្រឆាំងចក្រពត្តិអាមេរិកកាំងតទៅទៀតទ្រង់សេរីមតៈបានឆ្លើយតបទៅវិញយ៉ាងខ្លីថាបើគេធ្វើតាមនយោបាយសីហនុគេមិនចាំបាច់ធ្វើរដ្ឋប្រហារទេចម្លើយបែបនេះលោករដ្ឋទូតចិនក៏បានសុំលាទ្រង់សេរីមតៈត្រឡប់ទៅស្ថានទូតវិញទៅនៅទីក្រុងប៉េកាំងវិញគឺជាពេលដែលអាកាសយានសម្ដេចសីហនុចេញពីទីក្រុងមូស្គូមកដល់ទីក្រុងប៉េកាំងស្រាប់តែគេឃើញមានមនុស្សរាប់ម៉ឺននាក់មកឈរចាំទទួលព្រះអង្គដោយលើកក្រវីទង់ជាតិខ្មែរផងចិនផងប្រកបដោយទឹកមុខសប្បាយរីករាយដោយស្រែករំពងថាចៃយោសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋព្រះរាជាណាចក្រកម្ពុជាពេលដែលស្ដេចយើងចុះពីទីនាំងអាកាសយន្តសម្ដេចព្រះប្រមុខរដ្ឋបានទទួលមហាបដិសណ្ឋារកិច្ចពីអិសរាជចិនធំៗដែលមានជាអាចឯកឧត្តមជួអេនឡាយនាយករដ្ឋមន្ត្រីនិងសមាជិកទាំងអស់នៃរដ្ឋាភិបាលក្រោយដែលបានសន្ទនាស្និទ្ធស្នាលបន្តិចសម្ដេចនិងអ្នកម្នាងក៏បានស្ដេចគង់ព្រះទីនាំងរថយន្តឆ្ពោះទៅកាន់ព្រះរាជដំណាក់មួយដែលគេបានរៀបចំទុកថ្វាយសម្ដេចជាមុនស្រេចមកហើយនៅភ្នំពេញការរៀបចំធ្វើរដ្ឋប្រហារដោយប្អូនប្រុសលោកលន់នល់បានកើតឡើងតាំងពីសម្ដេចព្រះប្រមុខរដ្ឋហាមឃាត់មិនឲ្យមានការរត់ពន្ធទៅបរទេសជាពិសេសទៅឲ្យពួកយាយកុងចុងឆ្នាំ1968មកម្លេះក៏ប៉ុន្តែដោយសារទី1ភរិយារបស់លោកលន់នល់មានជំងឺជាទម្ងន់ឯទី2លោកលន់នល់ពុំទាន់បានធ្វើជានាយករដ្ឋមន្ត្រីប្អូនប្រុសគាត់ក៏មានគំនុំយ៉ាងខ្លាំងទៅលើសម្ដេចព្រះប្រមុខរដ្ឋចំណែកខាងលោកលន់នល់ក៏មិនព្រមចូលរួមជាមួយរដ្ឋប្រហារនេះដែរដោយលោកបានហាមឃាត់ប្អូនប្រុសរបស់គាត់កុំឲ្យប្រព្រឹត្តអំពើផ្ដេសផ្ដាសបែបនេះទៀតផងក្រោយមកទៀតដោយសារសម្ដេចព្រះប្រមុខរដ្ឋដឹងច្បាស់ថានឹងមានព្រឹត្តិការណ៍អ្វីមួយនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីនៅក្នុងប្រទេសព្រះអង្គក៏បានព្រះរាជបញ្ជាឲ្យលន់នល់ត្រឡប់មកភ្នំពេញមុនព្រះអង្គដើម្បីរៀបចំស្ថានភាពស្រុកទេឲ្យបានល្អឡើងវិញក៏ប៉ុន្តែលោកលន់នល់មិនអាចគេចផុតពីក្រញាំរបស់ប្អូនប្រុសនិងបកពួកមួយក្រុមទៀតដែលប្រឆាំងនឹងសម្ដេចព្រះប្រមុខរដ្ឋបានទេហេតុនេះហើយបានជាគាត់ប្រើនយោបាយការពារសម្ដេចព្រះប្រមុខរដ្ឋកុំឲ្យគេធ្វើគុតព្រះអង្គបានព្រមទាំងយល់ព្រមធ្វើតាមប្អូនប្រុសរបស់លោកដែលបានកំយាយគាត់យ៉ាងខ្លាំងឲ្យដើរតាមគំនិតរបស់វាផងថ្ងៃទី16មិនិនាឆ្នាំ1970មានការប្រជុំយ៉ាងសម្ងាត់ដើម្បីធ្វើយ៉ាងណាជៀសវាងកុំឲ្យពួកដែលនៅស្រឡាញ់សម្ដេចសីហនុបានដឹងពីការប្រជុំនេះក៏ប៉ុន្តែជាការឥតប្រយោជន៍ព្រោះការប្រជុំបានលេចលឺគ្រប់ទិសទីព្រមទាំងដឹងច្បាស់ពីថ្ងៃប្រកាសធ្វើរដ្ឋប្រហារទៀតផងចាប់តាំងពីថ្ងៃសម្ដេចព្រះប្រមុខរដ្ឋស្ដេចយើងចេញពីប្រទេសបារាំងថ្ងៃទី12មិនិនាឆ្នាំ1970លន់នល់បានជ្រាបច្បាស់ថាព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅសហភាពសូវៀតចំនួន5ថ្ងៃនឹងត្រូវបញ្ចប់នៅថ្ងៃទី18មិនិនាឆ្នាំ1970ពេលនោះលន់នល់ក៏បានប្រកាសឲ្យអ្នកធ្វើរដ្ឋប្រហារដឹងថាលោកសម្រេចធ្វើរដ្ឋប្រហារថ្ងៃទី18ខែមិនិនាឆ្នាំ1970ជាកំហិតទោះបីជាមានការតវ៉ាពីពួកអ្នកធ្វើរដ្ឋប្រហារថាសូមឲ្យរងចាំសម្ដេចស្ដេចយើងមកដល់ប្រទេសសិនយ៉ាងណាក៏ដោយក៏លោកលន់នល់បានប្រាប់ទៅវិញថាហោរាផ្ទាល់របស់លោកបានទស្សន៍ទាយប្រាប់ថាថ្ងៃទី18ខែមិនិនាជាថ្ងៃល្អណាស់ធ្វើការអ្វីៗប្រកាសជាបានជោគជ័យជាមិនខានតាមឯកសាររបស់សៀវភៅបារាំងមួយបានសរសេរថាថ្ងៃទី18ខែមិនិនាឆ្នាំ1970ទ្រង់សេរីមតៈបានធ្វើសេចក្តីប្រកាសមួយហើយនិយាយទៅកាន់លោកលន់នល់ថាណែសម្លាញ់សូមសម្លាញ់ឯងចុះហត្ថលេខាលើសេចក្តីជូនដំណឹងនេះភ្លាមបើឯងហ៊ានប្រកែកយើងនឹងសម្លាប់ភ្លាមលន់នល់ក៏យល់ព្រមសញ្ញាលើសេចក្តីថ្លែងការណ៍នោះទាំងទឹកភ្នែកថ្ងៃទី18ខែមិនិនាឆ្នាំ1970មានរថក្រោះទាហានជាច្រើនគ្រឿងបានដឹកនាំពលទាហានជាច្រើននាក់ទៅព័ទ្ធជុំវិញរដ្ឋសភាជាតិដែលមានសមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្រចូលរួមជាមួយផងដើម្បីបោះឆ្នោតយល់ព្រមឬមិនយល់ព្រមស្តីពីរដ្ឋប្រហារនេះលោកទ្រីងវ៉ាញដែលជាតំណាងសមាជិកសភាទាំងពីរក៏បានឡើងអានការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរចំនួន5ចំណុចទៅលើអង្គសម្ដេចព្រះប្រមុខរដ្ឋហើយ1ម៉ោងក្រោយមករដ្ឋាភិបាលលន់នល់ក៏បានចេញផ្សាយនៅសេចក្តីជូនដំណឹងមួយយ៉ាងខ្លីដែលមានអត្ថន័យដូចតទៅនេះបន្ទាប់ពីមានវិបត្តិដែលបង្កើតឡើងដោយសម្ដេចសីហនុនៅរយៈពេលប្រមាណខែមកនេះរដ្ឋសភាជាតិនិងក្រុមប្រឹក្សាព្រះរាជាណាចក្រដែលរួបរวมគ្នាស្របតាមរដ្ឋធម្មនុញ្ញបានយល់ព្រមមូលមតិគ្នាបានដកសេចក្តីទុកចិត្តពីសម្ដេចសីហនុពីប្រមុខរដ្ឋដូច្នេះចាប់ពីថ្ងៃទី18ខែមិនិនាឆ្នាំ1970វេលាម៉ោង1ថ្ងៃត្រង់នេះសម្ដេចនរោត្តមសីហនុអស់មានតំណែងជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទៀតហើយឯកឧត្តមចេងហេងជាប្រធានរដ្ឋសភាជាតិត្រូវទទួលមុខងារជាប្រមុខរដ្ឋបណ្ដោះអាសន្នរហូតដល់ពេលរៀបចំបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋជាថ្មីឲ្យស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសយើង
ភ្នំពេញថ្ងៃទី18ខែមិនិនាឆ្នាំ1970នាយករដ្ឋមន្ត្រីហត្ថលេខាលន់នល់លោកជេងហេងដែលជាប្រមុខរដ្ឋថ្មីបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងខ្លីយល់ព្រមទទួលជាមុខងារប្រមុខរដ្ឋស្ដីទីដោយលោកបញ្ជាក់ថាប្រទេសកម្ពុជានៅតែប្រកាន់នយោបាយដដែលដែលបានសេចក្តីថានយោបាយឯករាជ្យអព្យាក្រឹតភាពនិងបូរណភាពទឹកដីព្រមទាំងទទួលស្គាល់និងគោរពនៅសន្ធិសញ្ញាទាំងអស់ដែលមានពីមុនមកក្រោយពីការប្រកាសទម្លាក់សម្ដេចនរោត្តមសីហនុភ្លាមអនុសេនីយ៍តូលន់នល់ជាប្អូនរបស់លោកលន់នល់បានស្នើសុំឲ្យសភាទាំងពីរប្រកាសលុបចោលរបបរាជានិយមភ្លាមហើយសុំដាក់ឈ្មោះកម្ពុជាជាសាធារណរដ្ឋខ្មែរឲ្យបានឆាប់រហ័សក៏ប៉ុន្តែការស្នើរបស់លោកលន់នល់នេះទទួលបរាជ័យយ៉ាងជូរចត់នៅថ្ងៃទី18ខែសីហាឆ្នាំ1970លន់នល់បានផ្សាយតាមវិទ្យុជាតិដោយសន្យាថាសាធារណរដ្ឋខ្មែរនឹងត្រូវប្រកាសពីខែទៅមុខទៀតគណៈកម្មការចម្រុះមួយក៏បានបង្កើតឡើងដើម្បីរៀបចំរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរគណៈកម្មការនេះដឹកនាំដោយ1លោកសូណែមអតីតសមាជិកខ្មែរក្រហមជាប្រធាន2លោកត្រេងវ៉ាញជាអនុប្រធានព្រមទាំងសមាជិក15រូបសម្រាប់តាក់តែងរដ្ឋធម្មនុញ្ញនេះដែរក្នុងចំណោមសមាជិកទាំង15រូបនេះមានឈ្មោះលោកសាយបូរីលោកសាយបូរ៉ានប្អូនប្រុសលោកសាយបូរីលោកច័ន្ទយុរុនជាប្អូនប្រុសលោកច័ន្ទយុរ៉ានជាអនាគតរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាថ្ងៃទី9ខែតុលាឆ្នាំ1970រដ្ឋាភិបាលលន់នល់ក៏បានប្រកាសដាក់ប្រទេសកម្ពុជាជាសាធារណរដ្ឋខ្មែរហើយពិធីបុណ្យបានធ្វើអស់រយៈពេល3ថ្ងៃ4ខែក្រោយមកគឺថ្ងៃទី8កុម្ភៈឆ្នាំ1971លន់នល់មានជំងឺជាទម្ងន់ចំណែកប្អូនប្រុសរបស់គាត់លន់នល់បានឆ្លៀតឱកាសដែលលោកលន់នល់ឈឺបានប្រកាសបង្កើតគណៈកម្មការមួយឈ្មោះហៅថាគណៈកម្មការសាធារណរដ្ឋដើម្បីការពារសាធារណរដ្ឋខ្មែរដែលមានសមាជិកជាច្រើនបានធ្វើការអុកឡុកឆាឆៅដើម្បីកុំឲ្យរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរចេញរួចដោយមានកំហឹងយ៉ាងខ្លាំងនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ1972លន់នល់ក៏បានប្រកាសរំលាយសភាទាំងពីរព្រមទាំងប្រកាសដោយខ្លួនឯងថាជាប្រធានាធិបតីសាធារណរដ្ឋខ្មែរផងនិងមានឋានៈជាសេនាប្រមុខផងដែលលោកចេងហេងត្រូវចេញពីតំណែងប្រមុខរដ្ឋស្ដីទីចាប់ពីពេលនោះមកលន់នល់កាន់កាប់អំណាចពេញដៃនៅពេលកាំងថ្ងៃទី20ខែមិនិនាឆ្នាំ1970សម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីថ្លែងការណ៍ផ្សាយតាមវិទ្យុក្រុងប៉េកាំងនិងផ្សាយតាមរយៈភ្នាក់ងារព័ត៌មានអន្តរជាតិដែលព្រះអង្គចាត់ទុករដ្ឋប្រហារលន់នល់ថាជារដ្ឋប្រហារខុសច្បាប់និងផ្ទុយពីរដ្ឋធម្មនុញ្ញទៀតផងព្រះអង្គបានរំលឹកថានៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1960សភាទាំងពីរបានសម្រេចជាឯកច្ឆន្ទដោយចាត់ទុកព្រះអង្គថាជាព្រះប្រមុខរដ្ឋមួយប្រជជនសម្ដេចព្រះប្រមុខរដ្ឋមានព្រះបន្ទូលទៀតថាព្រះអង្គបានប្រុងប្រៀបជាស្រេចនិងឆ្លើយតទល់ជាមួយនឹងក្រុមដែលប្រឆាំងនឹងព្រះអង្គដោយមានគណៈកម្មការអន្តរជាតិទាំង3ប្រទេសខាងបត់ត្រួតពិនិត្យនៅឥណ្ឌូចិនជាសាក្សីដូចជាប្រទេសឥណ្ឌាប៉ូឡូញនិងកាណាដាស្របតាមសន្ធិសញ្ញាក្រុងសឺណែវឆ្នាំ1954គួររំលឹកផងដែរថាមុនទម្លាក់សម្ដេចពីព្រះប្រមុខរដ្ឋលន់នល់ជាប្អូនលន់នល់បានបញ្ជាឲ្យក្រុមប៉ូលីសពិសេសនិងកងរាជអាវុធហត្ថដើរឆែកឆេរគ្រប់ផ្ទះនិងភូមិគ្រឹះរបស់ជនណាដែលគាត់សង្ស័យថាមានការគ្រប់គ្រងសម្ដេចសីហនុអ្នកកាសែតនិងអ្នកយកការបរទេសបានផ្សព្វផ្សាយឲ្យដឹងថាការឆែកឆេរនោះមានសភាពដូចជាចោរប្លន់ដោយបានលួចប្រមូលយកមាសពេជ្រលុយកាក់មកប្រគល់ឲ្យលន់នល់ទាំងអស់អ្នកកាសែតខ្លះដែលគេសង្ស័យថាជាអ្នកទ្រទ្រង់របបសង្គមនិយមក៏ត្រូវគេចាប់ចងយ៉ាងសាហាវដោយភាគច្រើនគឺបាត់ខ្លួនតែម្ដងគេបានទៅឆែកឆេរកាសែតសុជីវធម៌ដែលមានខ្ញុំជាចាងវាងតែនៅឯបរទេសគេក៏ចាប់យកអ្នកនិពន្ធនាយករបស់ខ្ញុំយកទៅធ្វើបាបជាមួយអ្នកកាសែតដទៃទៀតរួចគេកប់អ្នកកាសែតទាំងរស់ទៀតផងមិនខុសពីរបបប៉ុលពតទេសេនាប្រមុខលន់នល់មិនដឹងពីអំពើចោរប្លន់របស់ប្អូនប្រុសគាត់ដែលកំហែងយកលុយពីអ្នកជំនួញទាំងអស់ថ្ងៃទី18មិនិនាឆ្នាំ1970ទេការធ្វើរដ្ឋប្រហារនោះបានធ្វើឲ្យពលទាហានស្ទើរតែទាំងអស់ដែលមានភក្តីភាពចំពោះសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋមានបំណងធ្វើការបះបោរប្រឆាំងនឹងរដ្ឋប្រហារនេះក៏ប៉ុន្តែពួកធ្វើរដ្ឋប្រហារបានបញ្ចេញអំពើភូតភរបោកប្រាស់ទៅវិញថារដ្ឋប្រហារនេះគឺធ្វើឡើងតាមរយៈព្រះរាជបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះប្រមុខរដ្ឋក្នុងពេលដែលព្រះអង្គទទួលជួបជាមួយឧត្តមសេនីយ៍លន់នល់នៅថ្ងៃទី10ខែកុម្ភៈឆ្នាំ1970ដើម្បីឲ្យរដ្ឋាភិបាលលន់នល់មានលទ្ធភាពកម្ចាត់ពួកយាកកងចេញពីទឹកដីយើងផងព្រមទាំងធ្វើយ៉ាងណាឲ្យអាមេរិកតាំងដែលព្រះអង្គបានផ្ដាច់ទូតនៅឆ្នាំ1963ឲ្យវិលត្រឡប់មកផ្ដល់ជំនួយដល់កម្ពុជាវិញផងជាពិសេសឲ្យជួយដល់កងទ័ពការភូតភរអស់នេះគឺជាការឥតប្រយោជន៍ព្រោះប្រជាជនភាគច្រើនមិនអាចជឿបានថាសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គមានព្រះរាជបញ្ជាឲ្យលោកលន់នល់ធ្វើរដ្ឋប្រហារនេះទេព្រោះជាមហន្តរាយធំណាស់ដល់ប្រទេសជាតិតែធ្វើមិនដេចបានបើក្រុមអ្នកគាំទ្រសម្ដេចមានតែបាត់ដៃទទេរីឯពួកក្បត់ជាតិមានកំភ្លើងដែលគេហៅថាអំណាចនៅមុខចំពោះទង់នៅភ្នំពេញបន្ទាប់ពីបានដឹងថារដ្ឋាភិបាលក្រុងប៉េកាំងប្រកាសគាំទ្រសម្ដេចព្រះនរោត្តមសីហនុរដ្ឋាភិបាលលន់នល់សេរីម៉ាតាក៏បានបញ្ជាឲ្យលោកកងម៉ៅចៅជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា
និងបុគ្គលិកស្ថានទូតទាំងអស់មិនឲ្យចេញពីស្ថានទូតទេចំណែកឯក្រុងប៉េកាំងវិញក៏បានឃាត់លោកណៃវ៉ាឡង់តាំងដែលជាឯកអគ្គរដ្ឋទូតខ្មែរប្រចាំក្រុងប៉េកាំងមិនឲ្យចាក់ចេញពីក្រុងប៉េកាំងដែរការឃាត់ឃាំងទូតទាំងពីរប្រទេសទុកធ្វើជាចំណាប់ខ្មាំងនេះមានរយៈពេលអស់ជិត1ខែទើបមានអង្គការអន្តរជាតិមកធ្វើជាអាជ្ញាកណ្ដាលដោយគេរៀបចំអង្គទូតទាំងពីរប្រទេសនិងបុគ្គលិករៀបចំខ្លួនរួចគេបានសុំឲ្យអង្គទូតកម្ពុជានិងចិនចេញដំណើរស្មើម៉ោងនឹងថ្ងៃដូចគ្នាទៅកាន់ប្រទេសរៀងៗខ្លួននេះជាទីបញ្ចប់ការទូតរវាងភ្នំពេញនិងប៉េកាំងដំណើរឆ្ពោះទៅការបង្កើតរណសិរ្សរូបរមជាតិកម្ពុជាខ្ញុំសូមស្លេះរឿងនៅភ្នំពេញមួយឡែកសិនដើម្បីជម្រាបជូនអំពីស្ថានភាពថ្មីនៃសម្ដេចព្រះប្រមុខរដ្ឋនរោត្តមសីហនុនៅពេលដែលស្ដេចយើងដល់ទីក្រុងប៉េកាំងថ្ងៃទី19ខែមិនិនាឆ្នាំ1970ពេលដំបូងបង្អស់ចាប់តាំងពីព្រះអង្គទ្រង់បានជ្រាបអំពីរដ្ឋប្រហារនៅភ្នំពេញថ្ងៃទី18ខែមិនិនាឆ្នាំ1970ហើយដែលដំណឹងនេះត្រូវបានរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតថ្វាយព្រះអង្គទ្រង់ជ្រាបនៅពេលដែលព្រះអង្គគង់នៅក្នុងព្រះទីនាំងអាកាសយានបំរុងនឹងចេញដំណើរទៅទីក្រុងប៉េកាំងសម្ដេចព្រះប្រមុខរដ្ឋពិតមែនតែព្រះអង្គមានការស្លុតប្រតិយបន្តិចមែនព្រះអង្គទ្រង់មានព្រះរាជបន្ទូលថាណាហើយយើងក៏ចាស់ណាស់ដែរទុកឲ្យពួកចំនួនក្រោយគេកាន់កាប់វាសនាប្រទេសជាតិម្ដងទៅចុះឯចំណែកយើងអាចដកខ្លួនចេញពីឆាកនយោបាយបានទៅរស់នៅឯប្រទេសបារាំងក៏បានដែរនៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គនៅទីក្រុងប៉េកាំងមានអិសរាជជនចិនរាប់មិនអស់ចាប់តាំងពីលោកនាយករដ្ឋមន្ត្រីជូអេងឡាយនិងភរិយានិងអិសរាជជនចិនធំៗជាច្រើនទៀតបានចូលគាល់ព្រះអង្គដើម្បីសុំព្រះអង្គកំព្រួយព្រះទ័យព្រមទាំងសុំព្រះអង្គបង្កើតអង្គការយោធាអ្វីមួយដើម្បីតទល់នឹងពួកក្បត់ជាតិនៅភ្នំពេញផងនិងតទល់ពីការឈ្លានពានពីចក្រពត្តិអាមេរិកកាំងផងក៏ប៉ុន្តែពេលនោះសម្ដេចព្រះប្រមុខរដ្ឋមិនទាន់សម្រេចការអ្វីមួយជាជាក់លាក់ទេនៅថ្ងៃទី20ខែមិនិនាឆ្នាំ1970គឺមួយថ្ងៃក្រោយពេលព្រះអង្គមកដល់ទីក្រុងប៉េកាំងសម្ដេចព្រះប្រមុខរដ្ឋបានចុះផ្សាយសេចក្តីថ្លែងការណ៍របស់ព្រះអង្គប្រឆាំងនឹងការដែលរដ្ឋសភាជាតិនិងក្រុមប្រឹក្សាព្រះរាជាណាចក្របោះឆ្នោតជាឯកច្ឆន្ទ90ទល់នឹង0ទម្លាក់ព្រះអង្គពីព្រះប្រមុខរដ្ឋព្រះអង្គមានបន្ទូលជាពិសេសថាអំពើទាំងអស់នេះសុទ្ធតែជាការផ្ទុយនឹងច្បាប់ព្រមទាំងផ្ទុយនឹងរដ្ឋធម្មនុញ្ញសម្ដេចបានបន្តទៀតថាព្រះអង្គត្រៀមជាស្រេចហើយដើម្បីតទល់នឹងអំពើខុសច្បាប់នេះនៅចំពោះមុខតុលាការលក្ខខណ្ឌតែមួយដែលត្រូវមានគឺត្រូវធ្វើចំពោះមុខគណៈកម្មការអន្តរជាតិខាងបទត្រួតត្រាស្របតាមកិច្ចព្រមព្រៀងក្រុងសឺណែវ CIC ឆ្នាំ1954ដែលមានប្រទេសទាំង3គឺឥណ្ឌាកាណាដានិងប៉ូឡូញនៅពេលយប់ថ្ងៃទី19ខែមិនិនាឆ្នាំ1970ខ្មែរទាំងអស់ដែលស្ថិតនៅក្នុងព្រះរាជដំណាក់ព្រះប្រមុខរដ្ឋបានបើកវិទ្យុជាតិដែលផ្សាយនៅទីក្រុងភ្នំពេញហើយក៏លើសំឡេងវាគ្មិនជាច្រើនអ្នកបានជេរប្រមាថថ្មីដែលដៀលសម្ដេចឪដោយសម្ដីថោកទាបគួរឲ្យស្អប់ខ្ពើមក្រៃលែងលោកម៉ៅចយដែលជាអតីតអ្នកបម្រើផ្ទាល់របស់សម្ដេចឪបានជេរប្រមាថសម្ដេចនៅពាក្យពេចន៍យ៉ាងថោកទាបគ្រប់បែបយ៉ាងរហូតប្រមាថដល់ព្រះញាតិវង្សព្រះអង្គដែលបានសុគតជាយូរណាស់ទៅហើយលុះព្រះអង្គទ្រង់បានប្រេះសណ្ដាប់នៅការជេរប្រតិចព្រះអង្គដោយសម្ដីថោកទាបព្រមទាំងថាអំពើយងខ្នប់បែបនេះព្រះអង្គក៏បានសម្រេចលុបចោលការដែលព្រះអង្គបំរុងយាងចូលព្រះរាជនិវត្តន៍ខាងនយោបាយហើយព្រះអង្គក៏បានសម្រេចព្រះរាជហឫទ័យរៀបចំបង្កើតរណសិរ្សមួយដើម្បីតទល់នឹងពួកធ្វើរដ្ឋប្រហារផងព្រមទាំងក្រុមក្បត់ជាតិផងលោកផាំវ៉ាន់ដុងនាយករដ្ឋមន្ត្រីវៀតណាមខាងជើងលោកលេដកថូប្រធានរណសិរ្សតស៊ូវៀតណាមខាងត្បូងដែលហៅថាយេកុងនិងទ្រង់សុផានុវង្សជាប្រធានរណសិរ្សប្រទេសឡាវបានផ្ញើចដหมายមកថ្វាយសម្ដេចដើម្បីសុំព្រះអង្គរៀបចំរណសិរ្សរួមគ្នាមួយវាចក្រពត្តិអាមេរិកកាំងក្រោយមកទៀតមានការជួបជុំគ្នានៅទីក្រុងកុងតុងរវាងតំណាងប្រទេសទាំង5គឺលោកជូអេនឡាយតំណាងប្រទេសចិនប្រជាមានិតលោកគីមអ៊ីនសុងតំណាងប្រទេសកូរ៉េខាងជើងលោកផាំវ៉ាន់ដុងតំណាងប្រទេសវៀតណាមខាងជើងលោកលេដកថូតំណាងរណសិរ្សយេកុងនិងទ្រង់សុផានុវង្សតំណាងរណសិរ្សប្រទេសឡាវក្រោយដែលបានប្រជុំគ្នានៅទីក្រុងកុងតុងយ៉ាងសម្ងាត់រួចហើយសម្ដេចព្រះប្រមុខរដ្ឋបានយាងត្រឡប់ទៅកាន់ព្រះរាជដំណាក់វិញដើម្បីស្ដេចរៀបចំព្រះសង្ឃកថាបង្កើតរណសិរ្សខ្មែរតស៊ូថ្មីនេះថ្ងៃទី23មិនិនាឆ្នាំ1970គឺជាថ្ងៃចាត់ទុកជាព្រះរាជាវគ្គប្រវត្តិសាស្ត្រនៃការតស៊ូជាថ្មីម្ដងទៀតរបស់សម្ដេចព្រះនរោត្តមសីហនុដែលមានការគាំទ្រនិងការរួមគ្នាជាមួយប្រទេសចិនប្រជាមានិតកូរ៉េខាងជើងក្រុងហាណូយយេកុងនិងប្រទេសឡាវសម្ដេចព្រះប្រមុខរដ្ឋបានប្រកាសថារណសិរ្សថ្មីដែលព្រះអង្គបង្កើតនេះមានឈ្មោះហៅថារណសិរ្សរូបរួមជាតិកម្ពុជាដើម្បីប្រឆាំងតទល់នឹងចក្រពត្តិអាមេរិកកាំងនិងបរិវារសម្ដេចព្រះប្រមុខរដ្ឋមានព្រះបន្ទូលថារដ្ឋប្រហារនៅភ្នំពេញនេះគឺកើតឡើងពីក្រុមមូលធននិយមនិងស្ដេចប្រតិកិរិយាក្បត់រាជានិយមខ្លះដែលបានចោទមុតបង្កាច់ព្រះអង្គគ្រប់បែបយ៉ាងនិងរំលោភលើច្បាប់រដ្ឋព្រមទាំងរំលោភលើរដ្ឋធម្មនុញ្ញជាតិដែលបានចែងច្បាស់ព្រះអង្គជាព្រះប្រមុខរដ្ឋមួយប្រជជននៅទីបញ្ចប់ក្នុងព្រះឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានប្រកាសរំលាយរដ្ឋាភិបាលលន់នល់និងរំលាយសភាទាំងពីរដែលព្រះអង្គបានសូមអញ្ជើញខ្មែរគ្រប់រូបដែលរស់នៅបរទេសឬរស់នៅក្នុងប្រទេសសូមកុំទទួលស្គាល់ពួកក្បត់ជាតិនៅភ្នំពេញឲ្យសោះនិងសូមកុំគោរពនៅច្បាប់នានាតាមសេចក្តីសម្រេចរបស់ពួកនេះមុននឹងស្ដេចបញ្ចប់សេចក្តីថ្លែងការណ៍ព្រះអង្គបានព្រះរាជទានដំណឹងថា
ព្រះអង្គបានបង្កើតរាជរដ្ឋាភិបាលរូបរមជាតិកម្ពុជាមួយទៀតហៅថារាជរដ្ឋាភិបាលរូបរមជាតិកម្ពុជាព្រមទាំងកងទ័ពសីហនុនិយមផងថ្ងៃទី24ខែមិនិនាឆ្នាំ1970ពួកខ្មែរកុម្មុយនីសដែលគេធ្លាប់ហៅថាខ្មែរក្រហមនិងពួកអតីតខ្មែរយេមីងបានចេញសេចក្តីថ្លែងការណ៍ពីក្នុងប្រទេសគាំទ្រដល់ព្រះរាជទាននយោបាយថ្មីនៃសម្ដេចព្រះនរោត្តមសីហនុដែលព្រះអង្គទើបបង្កើតចលនាដែលមានឈ្មោះថារណសិរ្សរូបរមជាតិកម្ពុជានេះនៅភ្នំពេញពួកក្បត់ជាតិមិនទាន់យកចិត្តទុកដាក់ពីការប្រកាសរបស់សម្ដេចព្រះប្រមុខរដ្ឋព្រមទាំងការបង្កើតកងទ័ពរណសិរ្សរូបរមជាតិកម្ពុជាទេលើកលែងតែខ្មែរសីហនុនិយមដែលបានរងចាំដែលយកចិត្តទុកដាក់នៅការបង្កើតកងទ័ពរំដោះជាតិដែលមានឈ្មោះហៅថាកងទ័ពសីហនុនិយមរីឯអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិបានដឹងច្បាស់ថាសង្គ្រាមប្រកាសជាកើតឡើងក្នុងប្រទេសកម្ពុជាហើយទោះបីជាកងទ័ពខ្មែររបស់សម្ដេចនរោត្តមសីហនុមិនទាន់បានរៀបចំស្រួលយ៉ាងណាក្តីក្នុងពេលនោះគេសង្កេតឃើញមានកងទ័ពខ្មែរដែលពុំទាន់ចេះច្បាំងនៅឡើយត្រូវបានកងទ័ពយេកុងសុំឲ្យដើរពីក្រៅខ្នងខ្លួនដើម្បីបង្ហាត់បង្រៀនឲ្យចេះធ្វើចម្បាំងការបង្កើតរណសិរ្សរូបរមជាតិកម្ពុជាបានធ្វើឲ្យប្រទេសចិនប្រជាមានិតមានការសប្បាយរីករាយយ៉ាងខ្លាំងដោយយល់ឃើញថាសង្គ្រាមវៀតណាមនឹងមានសន្ទុះជាថ្មីឡើងវិញហើយព្រោះថាការដែលប្រទេសកម្ពុជានឹងសម្រេចចូលធ្វើសង្គ្រាមជាមួយនឹងចលនាតស៊ូនៅឥណ្ឌូចិនសង្គ្រាមនេះនឹងក្លាយទៅជាសង្គ្រាមឥណ្ឌូចិនទាំងមូលតែម្ដងជាដំបូងប្រទេសចិនហាក់ដូចជាមិនសូវមានការយកចិត្តទុកដាក់ទៅលើសម្ដេចព្រះនរោត្តមសីហនុប៉ុន្មានទេដោយសារតែព្រះអង្គច្រើនតែផ្លាស់ប្ដូរព្រះរាជហឫទ័យព្រះអង្គភ្លាមៗដែលគេធ្លាប់ហៅព្រះអង្គថាស្ដេចផ្លាស់ប្ដូរភ្លាមដូច្នេះហើយបានជាប្រទេសចិនមានការព្រួយបារម្ភខ្លាចក្រែងការតស៊ូរបស់សម្ដេចព្រះប្រមុខរដ្ឋមិនអាចបានថិតថេរយូរអង្វែងប្រទេសចិនក៏បានទូលព្រះអង្គយ៉ាងជាក់ច្បាស់ថាការធ្វើសង្គ្រាមនេះមិនអាចចប់ត្រឹមតែ1ខែឬ2ខែទេតែការធ្វើសង្គ្រាមយ៉ាងហោចណាស់ក៏ពី10ទៅ20ឆ្នាំដែរដើម្បីយកជ័យជំនះលើបច្ចាមិត្តដំបូងដោយសារតែសម្ដេចព្រះប្រមុខរដ្ឋសម្ដេចចុងសងសឹកនឹងពួកធ្វើរដ្ឋប្រហារភ្លាមៗការជូនដំណឹងរបស់ចិនបានធ្វើឲ្យព្រះអង្គខកប្រទេសជប៉ុនពេកក៏ប៉ុន្តែដោយសារតែគ្មានជំរឿនឯណាផ្សេងទៀតព្រះអង្គបានបង្ហាញឲ្យឃើញថាព្រះអង្គជាអ្នកធ្វើបដិវត្តន៍ដែលឥតរេរែកព្រះតីព្រមទាំងស្មោះត្រង់យូរអង្វែងទៀតផងក៏ប៉ុន្តែប្រទេសចិនដែលហាក់ដូចជាពុំទាន់មានជំនឿបានខិតខំរកមធ្យោបាយយ៉ាងសម្ងាត់ដើម្បីទាក់ទាញសម្ដេចកុំឲ្យព្រះអង្គត្រូវរើគ្នាជាមួយអាមេរិកកាំងវិញផងនិងសូមព្រះអង្គបន្តការតស៊ូប្រឆាំងអាមេរិកកាំងយ៉ាងម៉ឺងម៉ាត់ឲ្យចប់ចុងចប់ដើមទៀតផងហេតុនេះហើយបានជាចិនប្រជាមានិតចង់ជ្រើសរើសរកខ្មែរកុម្មុយនីសដែលមានមនោគមវិជ្ជាកុម្មុយនីសពិតប្រាកដមួយរូបដែលស្ថិតនៅក្នុងប្រទេសដែលមានចរិតថ្លៃថ្នូរឲ្យចេញមកធ្វើការណែបណិតនឹងអមសម្ដេចព្រះប្រមុខរដ្ឋពិសេសជួយតាក់ទាញព្រះអង្គកុំឲ្យស្ដេចបានជួបជាមួយពួកសត្រូវជាពិសេសជាមួយពួកអាមេរិកកាំងនិងបរិវារនេះតែម្ដងចាប់តាំងពីសម្ដេចប្រកាសបង្កើតចលនារណសិរ្សរូបរមជាតិកម្ពុជានៅទីក្រុងប៉េកាំងមានជនជាតិខ្មែររាប់ពាន់រាប់ម៉ឺននាក់បាននាំគ្នាចូលព្រៃម៉ាគីដើម្បីតស៊ូប្រឆាំងនឹងរបបលន់នល់សេរីមតៈក្បត់ជាតិដោយរួបរមកម្លាំងជាមួយរណសិរ្សដែលសម្ដេចទើបបង្កើតនៅឯបរទេសមាននិស្សិតជាច្រើនរយនាក់ដោយខ្លះមានសញ្ញាបត្រធំធំដោយខ្លះទៀតកំពុងរៀនក៏បានរត់មកចូលរួមរណសិរ្សសម្ដេចនៅទីក្រុងប៉េកាំងជាពិសេសមកពីខាងសហភាពសូវៀតនិងប្រទេសបារាំងពួកដែលបានមកពីខាងសហភាពសូវៀតមិនសូវមានបញ្ហាប៉ុន្មានទេផ្ទុយទៅវិញពួកអស់លោកដែលមកពីប្រទេសបារាំងបានជួបប្រទះនឹងបញ្ហាដោយសារអ្នកតំណាងរណសិរ្សរូបរមជាតិកម្ពុជាប្រចាំប្រទេសបារាំងធ្វើការជ្រើសរើសជាពិសេសពួកណាដែលមាននិន្នាការនយោបាយឬស្រឡាញ់សម្ដេចសីហនុនឹងត្រូវគេរារាំងមិនឲ្យចូលទៅនៅទីក្រុងប៉េកាំងទេផ្ទុយទៅវិញពួកអ្នកខ្លះណាដែលមិនចូលចិត្តឬស្អប់សម្ដេចសីហនុគេបានអនុញ្ញាតឲ្យចូលមករស់នៅក្នុងទីក្រុងប៉េកាំងភ្លាមនៅក្នុងទីក្រុងប៉េកាំងរដ្ឋាភិបាលចិនបានបែងចែកខ្មែរជាពីរក្រុមគឺ1ក្រុមត្រូវរស់នៅក្នុងព្រះរាជដំណាក់សម្ដេចដែលជាពួកសីហនុនិយមឯមួយក្រុមទៀតគេឲ្យរស់នៅក្នុងសន្តាគារធំមួយមានច្រើនបន្ទប់ឈ្មោះហៅថាសន្តាគារមិត្តភាពសម្រាប់ពួកឆ្វេងនិយមដែលភាគច្រើនគេមិនចូលចិត្តសម្ដេចតតែសោះថ្ងៃមួយស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានរៀបចំខ្សែភាពយន្តមួយជូនខ្មែរទាំងអស់មើលកម្សាន្តដែលមានឈ្មោះថារឿងចំនួនព្រំប្រទល់ដែនចិនសូវៀតពេលនោះមានខ្មែរខ្លះដែលកាន់ជើងសូវៀតបានរារាំងខ្មែរឯទៀតកុំឲ្យទៅមើលខ្សែភាពយន្តនោះដែលគេផ្សព្វផ្សាយថាខ្សែភាពយន្តនោះមិនមែនជារឿងរបស់យើងទេតែជារឿងចំនួនរវាងចិននិងសូវៀតក៏ប៉ុន្តែមានខ្មែរខ្លះដែលស្រឡាញ់ចិននិងគោរពតាមការអញ្ជើញពីស្ថានទូតចិននៅតែមានអ្នកចង់ទៅមើលខ្សែភាពយន្តនោះជាហេតុបណ្ដាលឲ្យអ្នកដែលហាមឃាត់និងអ្នកដែលចង់ទៅមើលឆ្លោះប្រកែកគ្នារហូតដល់មានការវាយតប់គ្នាទៀតផងឃើញស្ថានភាពអាក្រក់បែបនេះធ្វើឲ្យស្ថានទូតចិនចាត់ទុកការឆ្លោះប្រកែកគ្នានេះជាអំពើអនាធិបតេយ្យក៏សម្រេចឈប់បញ្ចាំងខ្សែភាពយន្តនោះដើម្បីជៀសវាងការបែកបាក់គ្នាកាន់តែខ្លាំងរវាងខ្មែរនិងខ្មែរចាប់តាំងពីពេលនោះមករដ្ឋាភិបាលចិនក៏កាន់តែមានជំនឿថាត្រូវតែរកខ្មែរណាម្នាក់ដែលមានមនោគមវិជ្ជាខ្ពស់ខាងលទ្ធិកុម្មុយនីសហើយដែលកំពុងរស់នៅក្នុងប្រទេសនៅឡើយឲ្យចូលមកទីក្រុងប៉េកាំងឲ្យបានឆាប់ដើម្បីរៀបចំខ្មែរទាំងអស់ឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញត្រង់នេះយើងសូមបញ្ជាក់ថានៅមុនពេលដែលអ្នកតំណាងក្នុងប្រទេសចូលមកធ្វើការក្នុងទីក្រុងប៉េកាំងពីខែមិនិនាឆ្នាំ1970ដល់ខែកក្កដាឆ្នាំ1971ខ្មែរទាំងអស់គ្នាគ្មានបែកបាក់គ្នាទេគ្រប់រូបគ្នាដែលមកនៅប៉េកាំងសុទ្ធតែរាប់អានគ្នាយ៉ាងជិតស្និទ្ធព្រមទាំងមានការគោរពដល់អង្គសម្ដេចព្រះប្រធានរណសិរ្សយ៉ាងស្មោះត្រង់ទៀតផង
ការបែកបាក់គ្នាហែកហួរគ្នាគឺមាននៅពេលដែលលោកមហាគ្រូចេញពីតំបន់រំដោះមកធ្វើការនៅក្បែរសម្ដេចព្រះប្រមុខរដ្ឋដែលធ្វើឲ្យមានអាណាធិបតេយ្យនៅក្នុងចំណោមខ្មែរដែលគ្មានការងារធ្វើក្រៅតែពីដេកស៊ីដែលមានអ្នកបម្រើឆ្វេងស្ដាំតាំងពីអ្នកបោកអ៊ុតខោអាវឲ្យទៀតផងរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាយើងនៅចាំច្បាស់ថានៅក្នុងព្រះសង្ឃកថាចុះថ្ងៃទី23ខែមិនិនាឆ្នាំ1970សម្ដេចព្រះនរោត្តមសីហនុព្រះអង្គមានព្រះបន្ទូលថាព្រះអង្គនឹងរៀបចំរាជរដ្ឋាភិបាលថ្មីមួយក្នុងពេលឆាប់ៗនេះពេលវេលានៃការរៀបចំរាជរដ្ឋាភិបាលថ្មីក៏បានមកដល់នៅថ្ងៃទី5ខែឧសភាឆ្នាំ1970សម្ដេចព្រះប្រមុខរដ្ឋនិងជាព្រះប្រធានរណសិរ្សរួបរวมជាតិកម្ពុជាបានចុះផ្សាយនៅបញ្ជីស្តីពីសមាជិករាជរដ្ឋាភិបាលថ្មីព្រមទាំងកម្មវិធីនយោបាយជាពិសេសនយោបាយក្រៅប្រទេសដែលស្ថិតនៅជាដដែលគឺនយោបាយឯករាជ្យសន្តិភាពអព្យាក្រឹតភាពដែលមិនចូលរួមជាមួយនឹងមហាអំណាចណាព្រមទាំងការគោរពដល់កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាទាំងឡាយដែលចុះហត្ថលេខាជាមួយព្រះរាជាណាចក្រកម្ពុជាមុនថ្ងៃទី18ខែមិនិនាឆ្នាំ1970ម្យ៉ាងទៀតព្រះអង្គនឹងបង្កើតឲ្យមានការិយាល័យនយោបាយមួយរបស់រណសិរ្សរួបរวมជាតិកម្ពុជាដែលត្រូវបង្កើតស្របពេលគ្នាជាមួយនឹងការបង្កើតរាជរដ្ឋាភិបាលដែរឯសមាជិករាជរដ្ឋាភិបាលថ្មីមានគឺសម្ដេចចៅហ្វាវាំងប៉ែននុតជារដ្ឋមន្ត្រីទី1លោកសរិនឆាជារដ្ឋមន្ត្រីក្រសួងការបរទេសលោកចៅសេងជារដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសមានទីចាត់ការនៅទីក្រុងប៉ារីសលោកច័ន្ទយូរ៉ានជារដ្ឋមន្ត្រីក្រសួងអប់រំជាតិលោកដួងសំអល់ជារដ្ឋមន្ត្រីខាងគ្រឿងបរិក្ខារលោកងៅហូជារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកជួនមុំជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកហ៊ុតសម្បត្តិជារដ្ឋមន្ត្រីក្រសួងសាធារណការលោកជាសានជារដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកខៀវសំផនជារដ្ឋមន្ត្រីក្រសួងការពារជាតិលោកហ៊ុននឹមជារដ្ឋមន្ត្រីឃោសនាការលោកហូយុនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំណែកឯខាងលោកគិតឈុនដែលទើបនឹងសុំចុះចូលជាសមាជិករណសិរ្សដោយសារការចរចាថាមានកន្លែងរដ្ឋមន្ត្រីមួយសម្រាប់លោកគិតឈុនក៏បានចាក់ចែងពីបនលន់នល់សេរីមតៈព្រោះគាត់នឹងគ្រួសារកំពុងបំពេញភារកិច្ចឲ្យលន់នល់សេរីមតៈនៅក្រៅប្រទេសស្រាប់ក៏ចូលមកទីក្រុងប៉េកាំងជាមួយគ្រួសារទាំងអស់ដែលបានតែងតាំងឲ្យមានឋានៈជារដ្ឋមន្ត្រីប្រចាំការគណៈរដ្ឋមន្ត្រីផងនិងជាលេខាការិយាល័យនយោបាយផងចំណែកខាងការិយាល័យនយោបាយវិញក៏មានសមាជិកដូចគ្នានឹងរាជរដ្ឋាភិបាលដែរសម្ដេចព្រះប្រមុខរដ្ឋដែលធម្មតាព្រះអង្គត្រូវកាន់កាប់ជាព្រះប្រធានការិយាល័យនយោបាយព្រះអង្គប្រកែកមិនព្រមទទួលមុខងារនេះដោយព្រះអង្គសពព្រះរាជហឫទ័យប្រគល់ជូនសម្ដេចប៉ែននុតកាន់កាប់ជារដ្ឋមន្ត្រីទី1ផងនិងជាប្រធានការិយាល័យនយោបាយផងក្រោយពេលដែលធ្វើបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីរួចសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គងឹងឆ្ងល់នឹងមនុស្ស3នាក់គឺលោកខៀវសំផនហូយុននិងហ៊ុននឹមដែលមជ្ឈដ្ឋាននានាក្នុងប្រទេសបាននិយាយពាក្យចចាមអារ៉ាមថាបញ្ញវន្តឆ្វេងស្ដាំទាំង3នាក់នេះបានស្លាប់បាត់បង់ជីវិតតាំងពីឆ្នាំ1967មកម្លេះហេតុនេះហើយក្រោយពីបានចុះផ្សាយក្នុងបញ្ជីរាជរដ្ឋាភិបាលថ្មីពួកអ្នកកាសែតបរទេសប្រចាំក្រុងប៉េកាំងបាននាំគ្នាមករំខានសម្ដេចព្រះប្រមុខរដ្ឋពីរឿងមនុស្ស3នាក់នេះដែលគេចាត់ទុកថាជាមនុស្សស្លាប់បាត់ទៅហើយមានកាសែតខ្លះបានសរសេរដៀមដាមដាក់សម្ដេចព្រះប្រមុខរដ្ឋថាក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់នៃរណសិរ្សរួបរวมជាតិកម្ពុជាសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានតែងតាំងរដ្ឋមន្ត្រី3រូបគឺខៀវសំផនហូយុនហ៊ុននឹមដែលគេឲ្យឈ្មោះហៅថារដ្ឋមន្ត្រីខ្មោចសម្ដេចព្រះប្រមុខរដ្ឋក៏ព្រះអង្គពុំបានជ្រាបច្បាស់ថាតើរដ្ឋមន្ត្រីទាំង3រូបនេះស្លាប់បាត់បង់ជីវិតទៅហើយឬក៏នៅមានជីវិតនៅឡើយទេថ្ងៃមួយព្រះអង្គបានមានព្រះបន្ទូលសួរទៅកាន់លោកកៅមាសដែលជានាយកអគ្គតកាល័យរបស់ព្រះអង្គអំពីការពិតនៃរដ្ឋមន្ត្រីទាំង3រូបនេះលោកកៅមាសដែលមុនពេលធ្វើរដ្ឋប្រហារថ្ងៃទី18ខែមិនិនាឆ្នាំ1970គាត់មានមុខងារជាចាងវាងពិធីការក្នុងព្រះបរមរាជវាំងដែលមានឈ្មោះថាលោកមហាមន្ត្រីបានក្រាបបង្គំទូលសម្ដេចព្រះប្រមុខរដ្ឋរបៀបធ្លុកកំ pl ែងថាការទូលព្រះបង្គំជាខ្ញុំនៅក្នុងប្រទេសគ្រប់គ្នាគេនិយាយថាលោកទាំង3នេះត្រូវជន់មិនស្គាល់មុខសម្រាប់បាត់ទៅហើយទូលព្រះបង្គំជាខ្ញុំក៏ងើងឆ្ងល់ដែរថាតើហេតុដូចម្ដេចក៏អ្នកទាំង3នាក់នេះត្រូវអង្គការក្នុងប្រទេសថ្វាយឈ្មោះមកថ្វាយព្រះអង្គឲ្យចូលជាសមាជិករដ្ឋាភិបាលទៀតសម្ដេចព្រះប្រមុខរដ្ឋក៏ឆ្លើយតបទៅវិញថាជាការពិតណាស់ប្រសិនអស់លោកនេះនៅរស់នៅឡើយគេត្រូវតែផ្ញើផុសតាងអ្វីមួយមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំយល់ច្បាស់ថាអ្នកទាំង3នាក់នេះប្រកាសជាគេនៅរស់ប្រកាសមែនក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺខ្ញុំគ្មានបានទទួលអ្វីទាំងអស់ជាការធ្វើឲ្យខ្ញុំមានការលំបាកក្នុងការឆ្លើយតបទៅពួកអ្នកកាសែតដែលវាចេះតែមកញោមញីខ្ញុំជារៀងរាល់ថ្ងៃឥឡូវនេះយើងនិយាយពីគោលបំណងរបស់រដ្ឋាភិបាលចិនដែលចង់បានអិសរាជជនខ្មែរម្នាក់ពីក្នុងប្រទេសឲ្យមកធ្វើការនេបតិតជាមួយសម្ដេចព្រះប្រមុខរដ្ឋក៏ជិតមកដល់ដែរនៅថ្ងៃទី21ខែកក្កដាឆ្នាំ1971អង្គការក្នុងប្រទេសក៏បានបញ្ជូនអិសរាជជនម្នាក់ដែលមានគតិវិជ្ជាបរិបូរណ៍ខាងលទ្ធិកុម្មុយនីសឲ្យចូលមកធ្វើការនៅប៉េកាំងក្នុងឋានៈជាតំណាងជាន់ខ្ពស់ពីក្នុងប្រទេសមកអមសម្ដេចព្រះប្រមុខរដ្ឋអិសរាជជនម្នាក់នេះឈ្មោះអៀងសេរីដែលគេស្គាល់ច្បាស់ថាជាមនុស្សមាននិន្នាការខាងយួនយេមីងដែលគាត់មានការិយាល័យមួយនៅក្នុងក្រុងហាណូយក្នុងវៀតណាមខាងជើងលោកអៀងសេរីជាមនុស្សខុសខើណាស់តែគាត់តែងតែមានទឹកមុខញញឹមជាប់ជានិច្ច
ពេលដែលគាត់មកដល់ទីក្រុងប៉េកាំងគាត់ក៏បានចូលគាល់សម្ដេចព្រះប្រមុខរដ្ឋព្រមទាំងយករូបថតជាច្រើនមកថ្វាយសម្ដេចដែលក្នុងចំណោមរូបទាំងនោះមានទាំងរូបលោកខៀវសំផនហូយុននិងហូនឹមទៀតផងលុះដល់អៀងសារីត្រឡប់ទៅវិញសម្ដេចព្រះប្រធានរណសេរីក៏បានបង្ហាញរូបអ្នកទាំង3នេះឲ្យលោកកែវមាសឃើញច្បាស់ដោយព្រះអង្គមានព្រះបន្ទូលថាលោកមាសឯងឃើញទេអស់លោកទាំង3អ្នកនោះនៅរស់នៅឡើយទេតើព្រោះលោកអៀងសារីទើបតែយករូបថតនេះជាភស្តុតាងមកឲ្យខ្ញុំមើលអំបញ្ញមិញនេះលោកកែវមាសដែលធ្លាប់តែមានប្រសាសន៍ជាធ្លុកកំប្លែងជាមួយសម្ដេចព្រះប្រមុខរដ្ឋក៏បានឆ្លើយតបទៅព្រះអង្គវិញថាតាមយោបល់ស្ដួយស្ដាងរបស់ទូលបង្គំរូបថតទាំង3អ្នកនេះដែលគេយកមកថ្វាយព្រះអង្គប្រហែលសុទ្ធតែជារូបคล้ายៗទេដោយក្បាលទាំង3ប្រកាសជាក្បាលអស់លោកនោះមែនឯចំណែកដងខ្លួនវិញសុទ្ធតែជាដងខ្លួនពួកយេកុងទាំងអស់ការសន្ទនាបានចប់ត្រឹមនេះដោយសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គអត់មានព្រះបន្ទូលតបអ្វីទាំងអស់មានយប់មួយមានការរៀបចំកីឡាវាយសីនៅក្នុងព្រះរាជដំណាក់សម្ដេចព្រះប្រមុខរដ្ឋពេលនោះព្រះអង្គមានព្រះរាជបញ្ជាឲ្យអញ្ជើញសមាជិករដ្ឋាភិបាលទាំងអស់ព្រមទាំងសមាជិកការិយាល័យនយោបាយមកចូលលេងឬទស្សនាកីឡាវាយសីនោះដែរស្ថានទូតចិនបានរៀបចំម្ហូបអាហារនិងភេសជ្ជៈសម្រាប់ទទួលភ្ញៀវទាំងអស់អង្គប្រជុំនោះមានសម្ដេចចៅហ្វាវាំងប៉ានុតរដ្ឋមន្ត្រីទី1និងប្រធានការិយាល័យនយោបាយព្រមទាំងលោកអៀងសារីដែលជាអិសរាជជនមានទំនុកចិត្តពីរាជរដ្ឋាភិបាលចិនបានមកចូលរួមផងដែរលុះជួបគ្នារួចហើយស្រាប់តែសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គមានព្រះរាជបន្ទូលលងជាអាថារឿងលោកខៀវសំផនហូយុននិងហូនឹមដែលលើពាក្យចចាមអារាមថាគាត់ទាំង3នាក់នេះត្រូវបានគេសម្លាប់តាំងពីឆ្នាំ1967គឺនៅក្នុងរបបសង្គមរាស្ត្រនិយមដែលមានរូបខ្ញុំជាអ្នកដឹកនាំខ្ញុំបានសាកសួរលោកកែវមាសជានាយកអខុតកាល័យរបស់ខ្ញុំថាតើព័ត៌មាននេះពិតឬមិនពិតលោកកែវមាសបានឆ្លើយតបមកខ្ញុំថាប្រហែលជាការពិតមែនហើយគាត់និយាយបន្ថែមទៀតថារូបថតដែលលោកអៀងសារីទើបតែយកមកបង្ហាញខ្ញុំនោះគឺជារូបថតคล้ายៗទេដែលក្បាលជារបស់លោកទាំង3នោះមែនតែដងខ្លួនគាត់ជាដងខ្លួនពួកយេកុងសម្ដេចប្រធានរណសេរីហាក់ដូចជាខ្ញាល់យ៉ាងខ្លាំងទៅលើសម្ដីលោកកែវមាសដែលលោកតែងតែនិយាយពាក្យធ្លុកកំប្លែងជាមួយព្រះអង្គក៏មានព្រះរាជបន្ទូលថាខ្ញុំសូមប្តឹងដល់រាជរដ្ឋាភិបាលនិងដល់ការិយាល័យនយោបាយពីលោកកែវមាសដែលហ៊ានចាត់ប្រកាន់មកលើចលនាសង្គមរាស្ត្រនិយមថាបានសម្លាប់អិសរាជជនបញ្ញវន្តទាំង3នោះកាលពីឆ្នាំ1967នៅក្នុងរបបដែលខ្ញុំដឹកនាំប្រទេសលើពាក្យបណ្ដឹងរបស់សម្ដេចភ្លាមទីប្រជុំក៏មានការងឿងឆ្ងល់ជាពន់ពេកសម្ដេចប៉ែននុតប្រធានការិយាល័យនយោបាយក៏បានបញ្ជាឲ្យលោកអៀងសារីចាត់ការតាមព្រះបណ្ដឹងរបស់សម្ដេចព្រះប្រមុខរដ្ឋភ្លាមនៅយប់ម៉ោង10សមាជិកនៃអង្គការស្ថិតនៅក្រោមបង្គាប់របស់លោកអៀងសារី4នាក់បានទៅជួបលោកកែវមាសនៅកន្លែងលេងកីឡាដោយសុំឲ្យលោកកែវមាសដើរចេញមកជួបពួកគេដើម្បីរៀបចំដកតំណែងលោកកែវមាសដែលពេលនោះគាត់មានឋានៈជាឯកអគ្គរដ្ឋទូតប្រចាំក្រុងប៉េកាំងដែរលុះទៅដល់ស្ថានទូតខ្មែរគេឃើញលោកអៀងសារីនៅរងចាំទីនោះស្រាប់ពេលនោះខ្ញុំយល់ភ្លាមថាលោកកែវមាសស្លាប់ព្រោះសម្ដីធ្លុកកំប្លែងរបស់គាត់ក៏ធ្វើតាមបញ្ជាការលោកអៀងសារីទាំងអស់ហាក់ដូចជាលោកកែវមាសនេះបានខ្លាចទៅជាអក្រិតជនដែរបន្ទាប់ពីការប្រកាសផ្ទាល់មាត់ប្រាប់លោកកែវមាសពីបទដែលលោកបានប្រព្រឹត្តយ៉ាងធ្ងន់ទៅលើចលនាសង្គមរាស្ត្រនិយមរួចហើយលោកអៀងសារីក៏បានប្រាប់ថាខ្ញុំសូមបញ្ចប់ភារកិច្ចរបស់លោកជាឯកអគ្គរដ្ឋទូតព្រមទាំងសូមអញ្ជើញលោកទៅរស់នៅក្នុងសន្តាគារមិត្តភាពវិញលោកអៀងសារីនិយាយចប់ពួកអង្គការទាំង4នាក់ក៏នាំលោកកែវមាសឡើងរថយន្តឆ្ពោះទៅកាន់សន្តាគារមិត្តភាពដើម្បីឃុំខ្លួននៅទីនោះបន្ទាប់មកលោកអៀងសារីដែលមានអំណាចខ្លាំងក្លាដោយសារបានការគ្រប់គ្រងពីរដ្ឋាភិបាលចិនបានប្រកាសតែងតាំងអិសរាជជនកុម្មុយនីសម្នាក់ទៀតឈ្មោះតូចខំឌឿនជាអតីតប្រធាននិស្សិតខ្មែរនៅប្រទេសបារាំងឲ្យធ្វើជាឯកអគ្គរដ្ឋទូតក្រុងប៉េកាំងជំនួសលោកកែវមាសលុះទៅដល់សន្តាគារមិត្តភាពគេបានយកលោកកែវមាសទៅសាកសួរចម្លើយទាំងយប់រហូតដល់ជិតម៉ោង6ភ្លឺទើបគេនាំលោកកែវមាសទៅដាក់ក្នុងបន្ទប់ចាក់សោពីក្រៅដោយមានអ្នកយាម2នាក់ប្រចាំការពេលទទួលទានបាយគេលើកបាយនិងសម្លទៅជូនលោកកែវមាសនៅក្នុងបន្ទប់ដោយលោកគ្មានសេរីភាពទៅទទួលទានបាយដូចគេដោយឯងទេរយៈពេលជិត1ខែក្រោយមកដោយព្រះអង្គហាក់ដូចជាមានការអាណិតអាសូរដល់លោកកែវមាសដែលជាសហការីមានតែការស្មោះត្រង់ចំពោះព្រះរាជបល្ល័ង្កព្រះអង្គក៏មានព្រះរាជបញ្ជាទៅលោកអៀងសារីដែលព្រះអង្គសូមឲ្យការិយាល័យនយោបាយដោះលែងលោកកែវមាសឲ្យត្រឡប់មករស់នៅក្នុងព្រះរាជដំណាក់ព្រះអង្គវិញដោយគ្មានមុខងារអ្វីទាំងអស់លោកកែវមាសហាក់ដូចជាបានធូរចិត្តបន្តិចហើយក៏ប៉ុន្តែនៅក្នុងព្រះរាជដំណាក់លោកមានមុខងារជាអ្នកថែរក្សាសម្ដេចព្រះមហាក្សត្រីយានីស៊ីសវត្តកុសមនារីរតន៍ជាព្រះមេដារបស់សម្ដេចព្រះប្រមុខរដ្ឋដែលព្រះអង្គកំពុងតែប្រឈួននៅក្នុងព្រះរាជដំណាក់ខ្ញុំបានទៅលេងក្នុងបន្ទប់លោកកែវមាសដើម្បីសាកសួរពីសុខទុក្ខរបស់លោកបាននិយាយទាំងញញឹមថានេះជាព្រហ្មលិខិតរបស់ខ្ញុំដែលត្រូវចៅហ្វាយយកខ្ញុំធ្វើពលិកម្មដើម្បីនយោបាយរបស់ព្រះអង្គដែលអំពើនេះរឹតតែធ្វើឲ្យពួកខ្មែរក្រហមគោរពព្រះអង្គហើយជឿជាក់ថានៅក្នុងបញ្ហានយោបាយសម្បីតែសហការីចំណិតបំផុតក៏ព្រះអង្គអាចយកមកធ្វើពលិកម្មក្នុងបញ្ហានយោបាយបានដែរហើយខ្ញុំនៅតែស្រឡាញ់ព្រះអង្គនិងអរព្រះគុណព្រះអង្គដែលបានយកខ្ញុំចេញពីគុកខ្មែរក្រហមបានមករស់នៅទីនេះវិញប្រកបដោយឯករាជ្យសេរីភាពបរិបូរណ៍
ចាប់តាំងពីលោកអៀងសារីមកធ្វើការនៅប៉េកាំងតាមគំនិតរបស់រដ្ឋាភិបាលចិនដើម្បីតាក់ទាញសម្ដេចព្រះប្រធានរណសិរ្សរូបរំជាតិកម្ពុជាកុំឲ្យព្រះអង្គជួបតាក់ទងជាមួយសត្រូវជាពិសេសជាមួយអាមេរិកកាំងស្ថានភាពខ្មែរជាង200នាក់ដែលរស់នៅប៉េកាំងមានការបាក់បែកជាពីរចំណែកគឺមួយចំណែកនៅស្មោះត្រង់ចំពោះព្រះរាជនយោបាយសម្ដេចព្រះនរោត្តមសីហនុនិងមួយចំណែកទៀតជាមួយពួកឆ្វេងនិយមព្រមទាំងដើរតាមនយោបាយលោកអៀងសារីពាក្យពេចន៍នានាត្រូវផ្លាស់ប្ដូរច្រើនដូចជាពាក្យធ្លាប់ហៅលោកត្រូវប្ដូរមកជាមិត្តទាំងអស់សូម្បីតែរវាងកូននិងឪពុកម្ដាយក៏ត្រូវហៅថាមិត្តដែរឧទាហរណ៍ដូចជាមិត្តប៉ាមិត្តម៉ាក់ឬមិត្តនារីជាដើមបានសេចក្តីថាចាប់តាំងពីអៀងសារីកាន់កាប់នៅប៉េកាំងក្មេងៗទាំងអស់នោះទោះបីជាមានឪពុកម្ដាយនៅជាមួយក៏ដោយក៏ត្រូវចាត់ទុកជាកូនរបស់អង្គការទាំងអស់ហើយគេបានបង្ហាត់បង្រៀនក្មេងៗទាំងនោះឲ្យចេះយកការពីឪពុកម្ដាយឯងទៅប្រាប់អង្គការទៀតផងចំណែកឯសមាជិកខ្លះដែលធ្លាប់ទុកខ្លួនជាសីហនុនិយមក៏បាក់ស្បាតភ័យខ្លាចអំណាចអៀងសារីហើយក៏បោះបង់ចោលឈ្មោះសីហនុនិយមទៅជាអៀងសារីនិយមវិញក៏មានដែរមានបញ្ញវន្តជាច្រើនដែលខ្មែរក្រហមសម្គាល់ឃើញថាសុទ្ធតែពួកដែលនៅស្រឡាញ់និងគាំទ្រសម្ដេចនរោត្តមសីហនុក្នុងនោះមានបញ្ញវន្តម្នាក់មកពីប្រទេសបារាំងឈ្មោះលីអុនដែលគាំទ្រនិងស្រឡាញ់សម្ដេចជាងគេត្រូវបានអង្គការខ្មែរក្រហមជ្រើសរើសឲ្យចេញពីប៉េកាំងទៅបម្រើការនៅក្នុងស្រុកដោយសំអាងថាអង្គការនៅក្នុងប្រទេសត្រូវការខ្លួនថ្ងៃមួយក្រោយដែលបានទទួលសម្បត្តិពីលោកគៀតឈុនឲ្យចូលស្រុកហើយឆ្លៀតពេលដែលសម្ដេចព្រះអង្គរៀបចំកីឡាវាយសីនៅក្នុងព្រះរាជដំណាក់លោកលីអុនក៏បានចូលទៅថ្វាយបង្គំលាព្រះអង្គដោយសម្រក់ទឹកភ្នែកនៅលើព្រះបាទព្រះអង្គព្រោះគាត់យល់ថាការបញ្ជូនគាត់ឲ្យចូលស្រុកបានសេចក្តីថាគាត់ជាមិនផុតពីការស្លាប់ទេចំណែករូបខ្ញុំក៏បានទទួលសម្បត្តិឲ្យចូលស្រុកពីលោកគៀតឈុនដែរតែខ្ញុំបានយកសម្បត្តិនោះទៅជូនអ្នកម្នាងសម្ដេចម៉ែដើម្បីសុំព្រះរាជអន្តរាគមន៍ពីសម្ដេចព្រះប្រធានបន្ទាប់មកសម្ដេចព្រះប្រមុខរដ្ឋក៏បានព្រះអនុញ្ញាតឲ្យលោកគៀតឈុនចូលគាល់ដែលព្រះអង្គមានព្រះរាជបន្ទូលប្រាប់លោកគៀតឈុនថាខ្ញុំគ្មានមនុស្សបម្រើខ្ញុំទេហេតុនេះខ្ញុំសូមទុកលោកនុតឈឿមឲ្យនៅបម្រើខ្ញុំសិនសូមឯកឧត្តមទៅប្រាប់ឯកឧត្តមអៀងសារីផងគឺដោយសារព្រះរាជអន្តរាគមន៍ពីព្រះអង្គសម្ដេចព្រះប្រមុខរដ្ឋបែបនេះហើយដែលខ្ញុំនៅមានជីវិតមកដល់សប្តាហ៍នេះខ្ញុំអាចជម្រាបបានថាពួកបញ្ញវន្តទាំងអស់ដែលត្រូវលោកអៀងសារីនិងលោកគៀតឈុនបញ្ជូនពីក្រុងប៉េកាំងឲ្យទៅបម្រើក្នុងប្រទេសគឺគ្មានឃើញអ្នកណាម្នាក់នៅរស់ទេសូម្បីតែសមាជិករាជរដ្ឋាភិបាលរូបរំជាតិនិងសមាជិកការិយាល័យនិងអស់លោកឯកអគ្គរដ្ឋទូតដែលអៀងសារីហៅចូលស្រុកដើម្បីរៀនសូត្រ3ឬ4ថ្ងៃក៏គ្មានឃើញនៅរស់ម្នាក់ដែរនៅសល់តែលោកម្នាក់ឈ្មោះលោកគៀតឈុនដែលមានមុខរបររកស៊ីធ្វើតែកុងស៊ីនៅគ្រប់របបចាប់តាំងពីរបបសង្គមរាស្ត្រនិយមរបបសាធារណរដ្ឋនិយមរបបប៉ុលពតនិងរបបរាជានិយមទី2សប្តាហ៍ថ្ងៃបានតែងតាំងជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរូបរំជាតិកម្ពុជាលោកគៀតឈុនក៏ខំធ្វើឲ្យអៀងសារីទុកចិត្តគាត់និងស្រឡាញ់គាត់ដោយគាត់និយាយពាក្យđiềmដាមដាក់សម្ដេចសីហនុនិងរដ្ឋាភិបាលសង្គមរាស្ត្រនិយមថាធ្វើកុងស៊ីក្នុងរបបសម្ដេចសីហនុគ្មានបានអំណាចទេគ្រប់កុងស៊ីមិនហ៊ានសម្រេចការអ្វីទេក្រៅពីរងចាំភ្លើងខៀវពីចំការមនសម្ដេចព្រះប្រមុខរដ្ឋឲ្យបញ្ជាមកទើបអាចធ្វើអ្វីបានក៏ប៉ុន្តែបញ្ញវន្តភាគច្រើនដែលត្រូវគេបញ្ជូនចេញពីប៉េកាំងទៅកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជាមិនដែលបានមកដល់ទីកន្លែងទេព្រោះដំណើរពីប៉េកាំងមកតំបន់រំដោះគឺត្រូវឆ្លងកាត់តាមផ្លូវហូជីមីញយ៉ាងលំបាកក្រៃលែងម្ល៉េះហើយមានបញ្ញវន្តស្ទើរតែទាំងអស់កើតជំងឺឈឺស្លាប់តាមផ្លូវក៏មានដែរនេះជានយោបាយរបស់ខ្មែរក្រហមដែលធ្វើឲ្យឃើញច្បាស់ថាពួកគេមិនត្រូវការមានអ្នកចេះដឹងឬអ្នកមានចំណេះធំៗមកក្នុងប្រទេសទេព្រោះតែមានអ្នកចេះដឹងច្រើនអង្គការខ្មែរក្រហមពិតជាពិបាកធ្វើការត្រួតត្រាណាស់ត្រង់នេះក៏មិនខុសពេលដែលភ្នំពេញត្រូវបានរំដោះនៅថ្ងៃទី17មេសាឆ្នាំ1975ដែរពេលនោះគេបានបណ្ដេញប្រជាជនឲ្យចេញពីផ្ទះសម្បែងចេញពីភូមិស្រុកខេត្តក្រុងហើយមានខ្លះត្រូវស្លាប់ដោយខ្លួនឯងដោយសារឈឺនិងអត់បាយក៏មានឯខ្លះទៀតត្រូវគេយកទៅសម្លាប់យ៉ាងឃោរឃៅទាំងអស់ដោយសារចោទថាជាអតីតនិមឺនផងឬក៏ជាអ្នកមានចំណេះផងឬជាពួក CIA ផងនិងជាពិសេសពួកដែលនៅស្រឡាញ់សម្ដេចសីហនុផងក៏មានអៀងសារីមានចិត្តឃោរឃៅណាស់មានថ្ងៃមួយគាត់សុំចូលគាល់សម្ដេចសីហនុដើម្បីស្នើឲ្យឈប់ប្រើពាក្យសីហនុនិយមដែលសុំឲ្យប្រើពាក្យសមាជិករួមរួមជាតិតែមួយប៉ុណ្ណោះក្រៅពីនេះគេបានធ្វើឲ្យខ្មែរសីហនុនិយមមានការខកចិត្តយ៉ាងខ្លាំងព្រោះភាគច្រើនដែលសុកចិត្តលះបង់ចូលមករស់នៅទីក្រុងប៉េកាំងនេះក៏ដោយសារតែគេមកតាមនិងដែលស្រឡាញ់សម្ដេចសីហនុតែប៉ុណ្ណោះគឺគេមិនមែនមានមនោគមវិជ្ជាឆ្វេងនិយមឬខ្មែរក្រហមនិយមនោះទេលុះទ្រង់ជ្រាបពីការស្នើរបស់លោកអៀងសារីសម្ដេចប្រធានរណសេរក៏បានយល់ស្របភ្លាមរួចព្រះអង្គបានប្រកាសឲ្យឈប់ប្រើឈ្មោះសីហនុនិយមទៀតដែលព្រះអង្គសូមឲ្យប្រើតែឈ្មោះរណសេររួមជាតិតែមួយប៉ុណ្ណោះហើយបើនរណានៅតែប្រើពាក្យសីហនុនិយមទៀតអាចចាត់ទុកថាជាមនុស្សក្បត់រណសេរចាប់តាំងពីពេលនោះមកពួកសីហនុនិយមខ្លះដែលខ្លាចអំណាចរបស់អៀងសារីក៏លះបង់ឈ្មោះសីហនុនិយមខ្លាចខ្លួនទៅជាខ្មែរក្រហមឬអៀងសារីនិយមទៅវិញរៀងរាល់ថ្ងៃខ្មែរទាំងអស់ចាប់តាំងពីរដ្ឋមន្ត្រីរហូតមកដល់ថ្នាក់ក្រោមត្រូវចូលរៀនដែលមានឈ្មោះហៅថាវគ្គសិក្សាដែលមានអៀងសារីជាគ្រូបង្ហាត់បង្រៀននៅលទ្ធិកុម្មុយនីសនិយមមានពេលខ្លះលោកអៀងសារីបានភូតភរប្រាប់គេឯងថាគាត់ត្រូវចូលទៅក្នុងតំបន់រំដោះ 4-10 ថ្ងៃតែតាមការពិតគាត់គ្មានទៅតំបន់រំដោះឯណាទេគឺគាត់ទៅតែត្រឹមក្រុងហាណូយដើម្បីជ្រើសរើសទ្រឹស្ដីផ្សេងៗទៀតរបស់កុម្មុយនីសសម្រាប់យកមកបង្រៀនខ្មែរនៅក្នុងវគ្គសិក្សាឯក្រុងប៉េកាំងសោះ
ចាប់តាំងពីលោកអៀងសេរីមកធ្វើការចិត្តសម្ដេចព្រះប្រមុខរដ្ឋពេលណាមកសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គមិនសូវបានទទួលភ្ញៀវមកពីខាងលោកសេរីទេទោះបីជាមានចดหมายសុំចូលគាល់ព្រះអង្គយ៉ាងណាក្តីរាជរដ្ឋាភិបាលចិនហាក់ដូចជាមានការសប្បាយចិត្តណាស់ព្រោះរាជរដ្ឋាភិបាលចិនយល់ឃើញថាពេលណាប្រទេសកម្ពុជាបានរំដោះរួចគឺអំណាចទាំងអស់ប្រកាសជានៅក្នុងកណ្ដាប់ដៃខ្មែរក្រហមកុម្មុយនីសដែលជាអ្នកត្រួតត្រាប្រទេសសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គសពប្រតិចង់បញ្ជូននីតិហ៊ានខ្មែរឲ្យទៅធ្វើការក្នុងតំបន់រំដោះដែរតែត្រពួកខ្មែរក្រហមក្នុងប្រទេសមិនព្រមទទួលដោយឆ្លើយថាសូមឲ្យពួកអស់នោះនៅបម្រើព្រះអង្គឲ្យក្រុងប៉េកាំងចុះព្រោះនៅទីនេះមានយុទ្ធជនគ្រប់គ្រាន់ហើយនេះជាភស្តុតាងជាក់ស្ដែងដែលធ្វើឲ្យខ្ញុំយល់ច្បាស់ថាពេលណាមានការរំដោះប្រទេសដោយគ្រឿងអាវុធពេលនោះយើងចាញ់ឲ្យបែកកលខ្មែរក្រហមហើយព្រោះខ្មែរក្រហមជាអ្នកកាន់កាប់កងទ័ពទាំងអស់ផ្ទុយទៅវិញបើការរំដោះជាតិធ្វើតាមការចរចានោះយើងនឹងមានសង្ឃឹមថាអាចចូលស្រុកបានហើយមានអ្នកសង្កេតការរបស់បរទេសរងចាំជួយយើងទៀតផងនៅពេលដែលអៀងសេរីកំពុងធ្វើការតាមនយោបាយចិនប្រជាមានិតទាំងស្រុងរដ្ឋាភិបាលចិនរឹតតែខិតខំបម្រើនិងផ្គប់គុណសម្ដេចព្រះប្រមុខរដ្ឋមិនថ្វាយព្រះអង្គព្រួយប្រតិយឬខ្វះខាតអ្វីទេសូម្បីតែរឿងប្រាក់កាសសម្រាប់ព្រះអង្គចាយវាយក៏រដ្ឋាភិបាលចិនបានបើកគណនីមួយដាក់ព្រះនាមព្រះអង្គក្នុងធនាគារចិនសម្រាប់ថ្វាយព្រះអង្គចាយវាយតាមព្រះអង្គសពប្រតិយពេលនោះព្រះអង្គម្ចាស់ស៊ីសវត្តមេធាវីជានាយកអគ្គតកាលេសម្ដេចព្រះប្រមុខរដ្ឋបានទទួលសិទ្ធិអាចចុះហត្ថលេខាលើមូលប្រតិណប័តសម្រាប់ទៅបើកលុយពីធនាគារបានដែរលុយអស់នេះសម្រាប់ព្រះអង្គស្ដេចយើងទៅធ្វើព្រះរាជទស្សនកិច្ចនៅបរទេសដោយរដ្ឋាភិបាលចិនបានថ្វាយព្រះទីនាំងអាកាសយានធំធំជួនកាល1គ្រឿងជួនកាលចំនួន2គ្រឿងឈ្មោះហៅថា Boeing 707កាលដែលសម្ដេចព្រះប្រមុខរដ្ឋព្រះអង្គយល់ព្រមបបត្តិឈ្មោះសីហនុនិយមតាមសេចក្តីស្នើសុំពីលោកអៀងសេរីគឺសុទ្ធតែជាព្រះរាជនយោបាយផ្ទាល់របស់ព្រះអង្គដោយព្រះអង្គចង់ស្ទាបស្ទង់ថាតើអ្នកដែលនៅស្មោះត្រង់នឹងព្រះអង្គនៅសល់ប៉ុន្មានអ្នកតាមពិតពាក្យថាហៅសីហនុនិយមគឺមិនមែនជាពាក្យដែលសម្ដេចព្រះអង្គទ្រង់បង្កើតឈ្មោះសីហនុនិយមនេះទេគួររំលឹកដែរថាមុនពេលដែលអៀងសេរីមករស់នៅទីក្រុងប៉េកាំងខ្មែរសីហនុនិយមមានប្រមាណ 90% តែក្រោយពេល7ឆ្នាំដែលអៀងសេរីមករស់នៅទីក្រុងប៉េកាំងក្រុមសីហនុនិយមបានថយចុះនៅត្រឹម 30% ឯ 70% ទៀតត្រូវធ្លាក់ក្នុងកណ្ដាប់ដៃអៀងសេរីនិយមឬខ្មែរក្រហមដែលកំពុងហាត់រៀនកាន់អំណាចផ្ដាច់ការសូម្បីតែសម្ដេចប៉ែននុតដែលជារដ្ឋមន្ត្រីទី1និងជាប្រធានការិយាល័យនយោបាយក៏ចេះប្រាស្រ័យពីបែបដែរនៅចំពោះព្រះភ័ក្ត្រសម្ដេចព្រះប្រធានចលនាបង្រួបបង្រួមជាតិសម្ដេចប៉ែននុតចេះប្រើភាសាទន់ភ្លន់ដោយសរសើរនិងគោរពសម្ដេចគួរឲ្យខ្លាញ់តែបើគាត់នៅជាមួយអៀងសេរីវិញសម្ដេចប៉ែននុតបញ្ចេញអាកប្បកិរិយាផ្សេងធ្វើដូចជាលោកមិនចូលចិត្តសម្ដេចសីហនុទេព្រមទាំងកត់សរសើរលោកអៀងសេរីនិងខ្មែរក្រហមមិនដាច់ពីមាត់ទៀតផងនេះហើយដែលហៅថាឱកាសនិយមស្ថានភាពតានតឹងនិងបែកបាក់គ្នារវាងខ្មែរនិងខ្មែរនៅទីក្រុងប៉េកាំងកាន់តែរីកធំឡើងធ្វើឲ្យអិសរាជជនធំដែលខ្លះមានមុខតំណែងជាឯកអគ្គរដ្ឋទូតខ្មែរនៅឯបរទេសក៏ប្រញាប់ប្រញាល់រៀបចំខ្លួនចេញទៅកាន់មុខតំណែងរបស់ខ្លួនវិញឧទាហរណ៍ដូចជាលោកជាសានដែលជាសមាជិករដ្ឋាភិបាលផងនិងជាឯកអគ្គរដ្ឋទូតប្រចាំសហភាពសូវៀតផងក៏បានចេញដំណើរទៅទីក្រុងមូស្គូលោកហួតសម្បត្តិដែលជាសមាជិករាជរដ្ឋាភិបាលក៏បានរត់ទៅរស់នៅប្រទេសយូហ្គោស្លាវីវិញក្នុងឋានៈជាឯកអគ្គរដ្ឋទូតលោកងួនពីទូរ៉េតក៏ចេញទៅនៅប្រទេសមូរីតានីលោកហៅណាំហុងជាអគ្គរដ្ឋទូតប្រចាំនៅគុយបាក៏រត់ទៅនៅប្រទេសគុយបាអ្នកអង្គម្ចាស់ស៊ីសវត្តមេធាវីនាយកអគ្គតកាល័យសម្ដេចព្រះប្រមុខរដ្ឋដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសអាល្លឺម៉ង់ខាងកើតក៏ស្ដេចជាងចេញទៅបាត់ដែរលោកចៅសេងដែលជាអតីតអ្នកសារព័ត៌មានចំនួនខ្ញុំព្រមទាំងជាសមាជិករាជរដ្ឋាភិបាលក៏បានចេញទៅនៅទីក្រុងប៉ារីវិញលោកចៅសេងនិងរូបខ្ញុំបានស្គាល់គ្នាច្បាស់ណាស់ថ្ងៃមួយគាត់ហៅខ្ញុំមកសឹកយ៉ាងសម្ងាត់ថាគាត់មិនចង់រស់នៅក្បែរអៀងសេរីទៀតទេព្រោះគាត់ស្អប់ខ្ពើមរអើមនុស្សនេះណាស់គាត់បន្តប្រាប់ខ្ញុំទៀតថាដូចឈឹមឯងធ្លាប់ស្គាល់ខ្ញុំស្រាប់ហើយកាលពីមុនឆ្នាំ1970ពួកបញ្ញវន្តខាងឆ្វេងទាំងអស់បានចាត់ទុកខ្ញុំជាមគ្គុទ្ទេសក៍របស់ពួកគេតែពេលឥឡូវនេះខ្ញុំខ្លាចជាសត្រូវពួកគេដោយសារការឃោសនារបស់អៀងសេរីពីព្រោះតែខ្ញុំនៅស្រឡាញ់និងនៅតែគាំទ្រព្រះរាជនយោបាយសម្ដេចឪលោកចៅសេងបន្តទៀតថាខ្ញុំសម្គាល់ឃើញថាពួកលោកខ្មែរក្រហមប៉ុន្មានអ្នកនោះប្រើនយោបាយតឹងតែងហួសហេតុដែលជាអភូតហេតុអាក្រក់សម្រាប់ប្រទេសយើងទៅថ្ងៃអនាគតខ្ញុំអត់ខ្លាចពួកអស់នេះទេព្រោះខ្ញុំមានសញ្ជាតិជាខ្មែរផងនិងសញ្ជាតិបារាំងផងកាលណាបើគេមិនចូលចិត្តឲ្យខ្ញុំនៅបម្រើរណសេរីរបស់សម្ដេចសីហនុទេខ្ញុំក៏វិលត្រឡប់ទៅប្រទេសបារាំងវិញក៏បានដែរគួររំលឹកដែរថាមុនឆ្នាំ1970ក្នុងឋានៈនាយកអគ្គតកាល័យសម្ដេចព្រះប្រមុខរដ្ឋលោកចៅសេងមានចំនួនយ៉ាងធំជាមួយបញ្ញវន្តខ្មែរក្រហម3រូបគឺលោកខៀវសំផនហ៊ូយុននិងហ៊ូនឹមដោយសារនយោបាយមិនត្រូវគ្នាហើយពេលនោះលោកចៅសេងថែមទាំងបណ្ដេញខ្មែរក្រហមទាំង3រូបនេះឲ្យចេញពីខុទ្ទកាល័យគាត់ទៀតផងនៅពេលកាំងចៅសេងនិងអៀងសេរីមិននិយាយរកគ្នាទេតែអៀងសេរីមិនអាចធ្វើអីចៅសេងបានព្រោះអៀងសេរីដឹងច្បាស់ថាចៅសេងមានសញ្ជាតិបារាំងផងនិងលិខិតឆ្លងដែនចេញពីបារាំងផង